បងបងស្ត្រីដែលកំពុងតែត្រៀមលក្ខណៈក្នុងការយកកូនពិនិត្យស្បូននេះបានល្អជាមុនសិនណាមុននឹងយើងយកកូនព្រោះមួយរយៈនេះជួបច្រើនមែនតើអ្នកដែលគាត់មានបញ្ហាកូនក្រៅស្បូនហើយក៏មានសំណួរជាច្រើនសួរថាអ្នកគ្រូហេតុអីបានជាយើងកើតមានកូនក្រៅស្បូនមូលហេតុដែលនាំឲ្យស្ត្រីកើតមានបញ្ហាកូនក្រៅស្បូនដោយសារតែកត្តាសុខភាពមួយចំនួនទី1ពាក់ព័ន្ធទៅនឹងបញ្ហារលាកដៃស្បូនអញ្ចឹងសម្រាប់បងបងស្ត្រីណាដែលកំពុងតែធ្លាក់សបង្កទៅជាការរលាកស្បូនឬក៏រលាកដៃស្បូនដោយសារឈឺនៅដៃស្បូនខាងឆ្វេងឬក៏ឈឺខាងស្ដាំធ្លាក់សអត់បាត់នេះបើសិនជាបងប្អូនកំពុងតែកើតមានព្យាបាលឲ្យជាសិនមុននឹងយកកូនព្រោះរលាកដៃស្បូនប៉ះពាល់ខ្លាំងទៅលើបញ្ហាពិបាកមានកូនទី2តកតងជាមួយបញ្ហាគីបើសិនជាបងប្អូនស្ត្រីយើងធ្លាប់វះកាត់គីឬក៏មានដុំសាច់គីឈាមរដូវជាដើមតែប៉ះពាល់ជាមួយដៃស្បូនគឺអាចនឹងធ្វើយើងប្រឈមខ្លាំងក្នុងការកកើតជំងឺកូនក្រៅស្បូនបានហើយគីនេះការឡើងដោយសារតែកត្តាអីគីភាគច្រើនការឡើងដោយសារតែកត្តារដូវមកអត់ទៀងទាត់រដូវមកតិចរាំងរដូវបាត់រដូវជាដើមនឹងឯងចំណែកឯមូលហេតុទី3មួយទៀតគឺតកតងទៅនឹងរាងកាយស្បូនរបស់ស្ត្រីដែលខុសពីធម្មជាតិចឹងបើសិនជាស្បូនរបស់ស្ត្រីនឹងវែងពេកចាដៃស្បូនមិនដំណើរផលទេក៏អាចធ្វើឲ្យស្ត្រីនឹងកើតមានបញ្ហាកូនក្រៅស្បូនដែរអញ្ចឹងពេលខ្លះទោះបីជាយើងមិនមានរោគស្ត្រីក៏ដោយក៏អាចនឹងធ្វើឲ្យយើងប្រឈមជាមួយកូនក្រៅស្បូនដូចគ្នាប្រសិនបើស្បូនយើងអត់មានសុខភាពល្អឬក៏បងប្អូនបានត្រៀមលក្ខណៈជាមុនសិនថែខ្លួនថែស្បូនឲ្យបានល្អសិននៅសុខបងប្អូនយកកូនដោយមិនបានពិនិត្យសុខភាពឬក៏ជំនួយស្បូនឲ្យបានល្អនេះគឺប៉ះពាល់ចាហើយបញ្ហាកូនក្រៅស្បូននេះបើសិនជាស្ត្រីជួបហើយផលវិបាកមួយទៀតនោះគឺធ្វើឲ្យគាត់អាចនឹងមានបញ្ហាកូនក្រៅស្បូនម្ដងទៀតទៅថ្ងៃក្រោយជាពិសេសមិនត្រឹមតែធ្វើឲ្យគាត់មានកូនក្រៅស្បូនម្ដងទៀតទេអាចនឹងធ្វើឲ្យគាត់ពិបាកក្នុងការមានកូនតែម្ដងដូច្នេះបើបងប្អូនស្ត្រីយើងធ្លាក់សរដូវអត់ទៀងកើតគិះដុំសាច់រលាកស្បូនរលាកទ្វារមាសឬក៏រលាកស្ងួតទ្វារមាសទាំងអស់នេះឬក៏ជំងឺកាមរោគប្រមេះស្វាយជំងឺអេទាំងអស់នេះបងប្អូនគួរតែព្យាបាលជាមុនសិនណាមុននឹងយក